គូស៊ីវៃនឹងចាប់ផ្ដើមសកម្មភាពនៅយប់នេះហើយទីក្រុងឈួតដោយសារតែសិនម៉ាន់ជីបញ្ជាក់កំហឹងគេច្បាស់ជារករឿងនៅចំពោះមុខគេឯងមិនខាន គេមិនរករឿងទេខ្ញុំក៏គ្មានឱកាសដែរតើយប់នេះអ្វីដែលខ្ញុំចង់បានមិនមែនត្រឹមតែសញ្ញាធានារ៉ាប់រងរបស់សិនម៉ាន់ជីងាយអញ្ចឹងទេខ្ញុំចង់ឲ្យដៃគូសហការរបស់តកូគូទាំងអស់ឬផ្ទាល់ទៅជាមកថាតើគេនឹងជាមនុស្សធន់ណាសូមគោរពភ្ញៀវកិត្តិយសទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងធំមួយចង់ប្រកាសមួយរយៈនេះអ្នកនាងស៊ូនិងក្រុមហ៊ុនគូរបស់យើងមានការថ្នាំងថ្នាក់នឹងគ្នាជាបន្តបន្ទាប់ប៉ុន្តែគូស៊ីវៃខ្ញុំតែងតែចាត់ទុកសន្តិភាពជាធំថ្ងៃនេះនៅចំពោះមុខដៃគូសហការទាំងអស់ខ្ញុំសូមទុកមុខឲ្យនាងមួយចុះ 1000 លានខ្ញុំបញ្ចេញ 1000 លានដើម្បីទិញយកភាគហ៊ុនទាំងអស់របស់ជីងឆាន់នៅស្រុកចិនលក្ខខណ្ឌគឺអ្នកនាងស៊ូចាប់ពីពេលនេះទៅនាងត្រូវតែចាក់ចេញពីលូជីងឆាន់ហើយមកនៅជាមួយខ្ញុំវិញអ្នកនាងស៊ូនាងជាមនុស្សស្រីម្នាក់ត្រូវប្រឹងប្រែងក្នុងវិស័យជំនួញវាហត់នឿយណាស់មកនៅជាមួយខ្ញុំខ្ញុំនឹងឲ្យតំណែងជាអនុប្រធានក្រុមហ៊ុនគូទាំងមូលទៅនាងហើយថែមវិឡានៅមាត់សមុទ្រមួយទៀតនាងគ្រាន់តែធ្វើខ្លួនឲ្យស្អាតទៅគឺបានហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនមែនមកធ្វើជំនួញទេគឺមកជួយបំពេញបំណងមុខមាត់ស្អាតដូចអ្នកនាងស៊ូបាននៅជាមួយអាថៅកែឈាមត្រជាក់ជីងឆាន់នោះពិតជាស្ដាយរបស់ណាស់ប្តីសម្លាញ់បងពិតជាអស្ចារ្យណាស់អ្នកនាងស៊ូសម្ដីប្តីរបស់ខ្ញុំមិនមែនចេះតែមានប្រសិទ្ធភាពរហូតទេណាហ៊ូយប់នេះទៅបើនាងចង់បាន 1000 លាននេះក៏លែងមានឱកាសទៀតដែរអ្នកនាងស៊ូខ្ញុំដឹងថានាងរំភើបហើយមនុស្សស្រីនឹងណាទោះជាខ្លាំងពូកែយ៉ាងណាក៏នៅតែត្រូវការអ្នកទីពឹងដែរនាងមើលចុះមនុស្សស្ងប់ស្ងាត់ដូចលូជីងឆាន់អាចឲ្យអីនាងបានគឺខ្ញុំនេះទើបអាចឲ្យនាងបានលោកអាកានីយ៉ូគូនិយាយបានល្អណាស់ទិញភាគហ៊ុនមែនទេអញ្ចឹងថ្ងៃនេះក្នុងនាមជាម្ចាស់ភាគហ៊ុនរបស់ជីងឆាន់ខ្ញុំសូមតបទៅលោកជាផ្លូវការវិញនេះមនុស្សស្រីល្ងងលីងវ៉ាន់ស៊ីងនោះទីបំផុតព្រមស៊ីញកិច្ចសន្យាមុនរៀបការហើយ3ឆ្នាំក្រោយពេលវាស្លាប់ទៅលុយ 80000 លានរបស់វានឹងធ្លាក់មកលើដៃហើយចុះរឿងនៅលើកាណូតនោះចាត់ការរួចរាល់ហើយមែនទេហ្វ្រាំងត្រូវគេកាប់ផ្ដាច់ហើយខាងទូកក៏ញ៉ាត់លុយរួចហើយដែរជំងឺចាស់របស់វាគ្រាន់តែធ្វើឲ្យភ្ញាក់ផ្អើលបន្តិចគឺចប់ហើយកុំបារម្ភអីផែនការនេះឥតខ្ចោះហ្មងលោកតាគូកូនប្រុសលោកតាទើបតែប្រាប់ថាចង់ចំណាយ 1000 លានដើម្បីទិញខ្ញុំចង់ឲ្យលោកតាគិតលេខមួយលេងសិនអ្នកស្រីលីនដែលកូនប្រុសលោកតាសម្លាប់ផ្ទាល់ដៃនោះមុនស្លាប់មានទ្រព្យសម្បត្តិដល់ទៅ 80000 លានចាយ 1000 លានដើម្បីទិញមនុស្សរូបម្នាក់តែសម្រាប់មនុស្សម្នាក់ដើម្បីយក 80000 លានការគិតលេខរបស់លោកអាកានីយ៉ូគូពិតជាពូកែណាស់មីស្រីចង្រៃនាងឯងបានសម្លេងថតនេះមកពីណាសន្តានចិត្ត 1000 លានរបស់លោកអាកានីយ៉ូគូនេះខ្ញុំសូមបរិច្ចាគជំនួសលោកទៅឲ្យមូលនិធិសង្គ្រោះស្ត្រីលីនវ៉ាន់ស៊ីងស៊ូនាងមិនអាចទេសម្លេងថតនេះបានមកពីណាតើនាងឯងជានរណាឲ្យប្រកាសចប់ហើយចប់អស់ហើយអ្នកនាងសិនត្រកូលគូដួលរំហើយនាងឯងក៏ដល់ពេលដែលត្រូវគេបំបិទមាត់ដែរហើយទៅស៊ើបឲ្យអញមើលមីកូនស្រីត្រកូលលីនដែលស្លាប់នោះវាប្រហែលជាមិនទាន់ស្លាប់ផុតដង្ហើមទេកូនប្រុសដែលត្រកូលគូអញខំចិញ្ចឹម